ជំរាបសួរបងប្អូនប្រុសស្រីទាំងអស់គ្នាជួបជាមួយនឹងនាងខ្ញុំទូចស៊ីណូនទៀតហើយថ្ងៃនេះបងប្អូនខ្ញុំយកពាក្យខ្លះៗទៀតយកមកចែករំលែកដល់បងប្អូនប្រុសស្រីដែលរៀនភាសាអង់គ្លេសជាមួយនឹងនាងខ្ញុំទូចស៊ីណូនថ្ងៃនេះនៅក្នុងលក្ខណៈអនចរិតអាកប្បកិរិយារបស់យើងឬមួយសម្ដែងសម្ដងរបស់យើងនឹងមានអីខ្លះនៅក្នុងយើងមួយនឹងមនុស្សមួយឥឡូវនេះបងប្អូនបើសិនជាយើងចង់និយាយថាម្នាក់ហ្នឹងប្រុសក៏ដែរស្រីក៏ដែរគាត់គឺជា very loving okay very loving ពាក្យ loving នេះគឺថាមានក្តីស្រឡាញ់គាត់ដូចថាបងប្អូនមើលទៅគាត់ដូចថាសម្ដែងសម្ដៅរបស់គាត់ណាដូចថាមានភាពក្តីស្រឡាញ់រាល់តែដងគាត់មិនចេះដែលថានិយាយដើមគេឬមួយគាត់បង្ហាញក្តីស្រឡាញ់ទៅដល់អ្នកផ្សេងទៀត okay he is a very loving person ឬមួយ she is a very loving person អានេះខ្ញុំយកhe ហើយនឹង she ហើយនឹង it the third person singular ហ្នឹងយកមកដាក់នៅក្នុង sentences ឲ្យបងប្អូនឬដើម្បីឲ្យបងប្អូនរៀនថារៀបពាក្យឬមួយពេលបងប្អូននិយាយជាមួយគេឯងហើយបើសិនគេសួរថា what type of person is that individual គេចង់សួរថាម្នាក់ហ្នឹងមិនដែរចរិតក្នុងអាកប្បកិរិយារបស់គាត់យើងចង់ដឹងថាម្នាក់នឹងគឺថាល្អឬមិនល្អយើងសួរគេយើងសួរណែនាំអ្នកចិត្តខាងឬមួយអ្នកស្គាល់បើសិនយើងមិនដែរស្គាល់គេទេហើយយើងចង់សួរថាម្នាក់នឹងមិនដែរ what type of person is she ឬមួយ what type of person is he okay អានឹងយើងចង់សួរផ្ដោតទៅលើបង្គោលម្នាក់ the third person នឹងអ្នកណាគេនឹងចរិតរបស់គាត់លក្ខណៈរបស់គាត់មិនដែរ what type of person is she ឬមួយ what type of person is he យើងចង់ថាចង់តំណងជាមួយឥឡូវយើងមិនស្ទាន់ស្គាល់គេឥឡូវយើងសួរអ្នកចិត្តខាងថាម្នាក់នឹងមិនដែរឥឡូវបើសិនគេនិយាយជាមួយយើងបងប្អូនគេថាបើគេកាន់ថាម្នាក់ស្រីហ្នឹងយើងថា she okay គេនិយាយថា she នឹងស្រីកាន់ទៅដល់ភេទនារី she is a very loving person okay គាត់ម្នាក់ស្រីហ្នឹងគឺថាមនុស្សល្អមនុស្សដែលថាស្រឡាញ់គាត់បង្ហាញក្តីស្រឡាញ់ទៅគេទៅឯងនេះ he is a very loving person យល់ដាក់ he ដឹងតែប្រុសហើយបងប្អូន she គឺថាស្រីឥឡូវ loving ហ្នឹងគឺថាមានក្តីស្រឡាញ់ okay គាត់បង្ហាញការស្រឡាញ់ឬមួយភាពស្រឡាញ់ a loving person okay she is a very loving person loving okay ឥឡូវទី2បងប្អូន gentle ដូចថាគាត់ពេលគាត់និយាយក៏ដែរឬមួយគាត់អាកប្បកិរិយារបស់គាត់ទៅលើអ្នកផ្សេង very gentle she is a very gentle person អានឹងយើងចង់និយាយថាសម្ដៅពាក្យសម្ដីរបស់គាត់ very gentle គាត់អត់មានមនុស្សថាកំរិះកំរុះទេគាត់និយាយមកថ្នមហើយភាពសទន់ផ្អែមល្ហែម very gentle okay he is a very gentle person គាត់និយាយក៏ដែរឬមួយអាកប្បកិរិយារបស់គាត់ក៏ដែរមានការដែលថាអាកប្បកិរិយាទន់ភ្លន់សម្ដីសម្ដៅរបស់គាត់ផ្អែមល្ហែមគាត់អត់មែនមនុស្សកំរុបកំរោះទេដែលថាមនុស្សដែលថានិយាយទៅចង់យកដៃទៅបិទតិចទេយើងឮគាត់និយាយទៅគាត់និយាយទន់ភ្លន់ផ្អែមល្ហែម she is a very gentle person ឬមួយបងប្អូនថា he is a very gentle person យកពាក្យ he នេះបងប្អូនមកដាក់ឈ្មោះគេផ្សេងយកដាក់ឈ្មោះអ្នកណាក៏ដែរ Moneth is a very gentle person that's why he is a gentleman ហ្នឹងមានន័យល្អមែនទែន he's a gentleman ដូចថាគាត់មានការគោរពគាត់ដូចថាបើកទ្វារឲ្យយើងគាត់និយាយមកពាក្យដែលថាទន់ភ្លន់ល្អមែនទែន gentle person ហើយឥឡូវបងប្អូនពាក្យទី3kind what type of person is he ហើយឥឡូវយើងឆ្លើយឲ្យយើងស្គាល់ម្នាក់នឹងច្បាស់លាស់ហើយគាត់យើងឃើញថាគាត់ល្អគាត់ចិត្តរបស់គាត់ល្អមែនទែនយើងនិយាយថា she is a very kind person ឬមួយ he is a very kind person ឥឡូវ she នេះយកមករា okay មករា is a very kind person ឬមួយ kind individual យើងចង់និយាយថា individual ក៏បានឬមួយ person ក៏បានមនុស្សហ្នឹងគឺថា person បើសិនតែយើងថា individual គឺថាបង្គោលហ្នឹងបង្គោលអ្នកណាគេមករា is a very kind individual គាត់ថាមករាគឺថាអ្នកដែលថាចិត្តល្អដូចថាគាត់
អាហ្នឹងនៅក្នុងលក្ខណៈដែលថាសុភាពល្អយើងគួរឲ្យស្រឡាញ់ហើយយើងឃើញគាត់ very kind ពាក្យសម្ដីរបស់គាត់ kind មែនទែនចិត្តគាត់គំនិតចិត្តរបស់គាត់គឺថា kind ហ្នឹងគឺថាសប្បុរសធម៌ដែលថាល្អនៅក្នុងរង្វង់ដែលថា under the umbrella of being a wonderful ឬមួយ generous ឬមួយ a kind person វាល្អមែនទែនឥឡូវពាក្យទី4បងប្អូន understanding នេះយកចេញពីពាក្យ understanding គឺថាយល់អូខេ he is a very understanding person អានេះចង់និយាយថាបើសិនជាយើងទៅនិយាយជាមួយគាត់បើសិនជាគាត់ជាចៅហ្វាយរបស់យើងឬមួយគាត់ជាអ្នកណាគេមួយដែលថាកាន់តំណែងធំដុំយើងចង់ទៅនិយាយជាមួយគាត់ឬមួយយើងចង់ទៅពិភាក្សាជាមួយគាត់យើងនិយាយទៅដូចថាគាត់យល់ចិត្តយើងឬមួយគាត់យល់ទុក្ខធុរៈរបស់យើងHe is a very understanding person គាត់យល់ក្នុងដែលថាការពិបាករបស់យើងឬមួយគាត់ដឹងទុក្ខធុរៈរបស់យើងអាចប្រើពាក្យ understanding យល់ឬមួយយល់បងប្អូនអានេះ understanding Let me see បើសិនខ្ញុំដាក់ឈ្មោះខ្ញុំចាស់ Sinon is a very understanding teacher ឬមួយ educator teacher គឺថាលោកគ្រូឬមួយអ្នកគ្រូ educator គឺថាអ្នកអប់រំក្នុងលក្ខណៈលោកគ្រូអ្នកគ្រូដែរបងប្អូនបើសិនយើងថាបើថាចង់និយាយទៅថាឪពុកម្ដាយរបស់យើងគឺថាយល់ដាក់អនុគ្រោះដល់យើងដូចថាគាត់មិនយកភាពដែលថាជាឪពុកម្ដាយធ្វើអីសច្ចចិត្តគាត់អត់ទេនេះគាត់យល់ដល់ចិត្តកូនអូខេយើងអាចនិយាយថា they are very understanding parents យើងចង់និយាយថាពួកគាត់ដែលថាពួកគាត់ហ្នឹងម្ដាយនិងឪពុកនេះគាត់គឺថាឪពុកម្ដាយដែលថាយល់ចិត្តកូន the parents ឬមួយយើងដាក់ they ហ្នឹងគឺថា third person plural បងប្អូនThey are very understanding parents. They are able to speak ឬមួយ talk to their children in a way that their children able to accept ឬមួយ able to understand នេះយល់គ្នាយល់ចិត្តគ្នាមិនថាយើងជាម្ដាយឬមួយយើងជាឪពុកយើងយកដែលថាឈ្មោះឬមួយតំណែងឬមួយដែលថាយើងនេះជាឪពុកម្ដាយយើងត្រូវតែសម្កាត់កូនយើងមិនយល់កូនយើងនេះអត់ល្អទេអាហ្នឹងគឺថាធ្វើឲ្យកូនថាបើសិនជាយើងតឹង very strict parents អាហ្នឹងអត់ល្អទេ strict ទៅឬថាតឹងទៅវាអាចដាច់ខ្សែអញ្ចឹងហើយយើងជាឪពុកម្ដាយយើងត្រូវតែបន្ធូរបន្តិចតឹងបន្តិចបងប្អូនវាត្រូវមាន balance ត្រូវមានដូចថាថ្លឹងថ្លែងឲ្យស្មើបងប្អូនយើងត្រូវយល់ចិត្តកូនក៏ត្រូវចេះដឹងយល់ចិត្តឪពុកម្ដាយដែរ You need to understand one another so understanding each other is very important អានេះវាសំខាន់មែនទែនប្តីប្រពន្ធក៏អញ្ចឹងដែរយើងត្រូវតែមានភាពដែលថាយល់ចិត្តគ្នាទៅវិញទៅមក You're able to understand one another it is very crucial for your relationship to work understanding នេះការយល់ចិត្តគ្នាយើងនិយាយមកគឺថាដឹងចិត្តគ្នាហ្មងហើយយើងមិនយកថាយើងជាប្តីយើងត្រូវចេះជាងប្រពន្ធយើងត្រូវតែលើប្រពន្ធអត់ទេបងប្អូនយើងត្រូវមានតែគេហៅថា compromise ទៅវិញទៅមក you need to be able to compromise with one another in order to do that you have to be able to understand each other thinking ណាបើសិនជាយើងគេយកពាក្យថា very understanding person គឺថាម្នាក់នឹងយល់ចិត្តយល់ថ្លើមគាត់ដឹងទុក្ខធុរៈរបស់យើង he is a very understanding person ឬមួយ let me see my boss is a very understanding boss ឬមួយ very understanding leader ការដែលថាគាត់ជាមេដឹកនាំដែលថាយល់ទុក្ខធុរៈអ្នកដែលថាគាត់គ្រប់គ្រងបុគ្គលិករបស់គាត់អាហ្នឹងល្អមែនតើនៅក្នុងវិជ្ជមានល្អដែលថាក្នុងលក្ខណៈដែលថាយើងជាចៅហ្វាយក៏ដែរឬមួយយើងជាបុគ្គលិកក៏ដែរយើងត្រូវតែមាន understanding as well អូខេឥឡូវពាក្យទី5 patient អាហ្នឹងគឺថាបើសិនជាយើងជាមនុស្សដែលថា very patient អាហ្នឹងយើងចិត្តធ្ងន់យើងនេះមិនឆាវទេ if you are a hot temper type of person that's not good you need to have patient with people a patient
IENCE ពីក្រោយអានឹងវា noun ដល់ patient នេះគឺថាយើងមានចិត្តអំណត់យើងមានចិត្តធ្ងន់យើងមិនចេះឆេវឆាវទេបើសិនតែយើងចង់សួរទៀត oh what type of person is she អូខេតើម្នាក់ហ្នឹងគាត់ជានារីរបៀបម៉េចឬមួយម៉េចបងប្អូនយើងចង់ដឹង what type of boss is she អូខេយើងចង់ដឹងថាចវាយយើងចវាយស្រីយើងនេះគាត់គឺថាមនុស្សរបៀបម៉េចលក្ខណៈគាត់ហ្នឹងហើយបើសិនតែគេនិយាយប្រាប់យើងថា oh she is a very patient boss meaning ចវាយរបស់យើងណាចវាយនេះគាត់ patient មែនតើគាត់មានចិត្តអត់ធ្មត់ចិត្តអំណត់គាត់អត់មានថាស្ដីឲ្យយើងម៉ាំងទេបើសិនតែមុនគាត់ដេញយើងចេញពីកិច្ចការងារគាត់បញ្យល់យើងឬមួយគាត់ឲ្យឱកាសយើងច្រើនដងហើយប៉ុន្តែយើងនេះនៅតែធ្វើខុសដដែលទៀតអញ្ចឹងហើយឥឡូវគាត់អត់មាន patient ទៀតទេប៉ុន្តែបងប្អូនពាក្យ patient នេះមួយគឺថាចិត្តអត់ធ្មត់អូខេមានចិត្តធ្ងន់អូខេហើយបើសិនតែយើងថា he is a very understanding and also very patient គាត់យល់ចិត្តហើយគាត់គឺថាមនុស្សដែលថាអត់ធ្មត់គាត់ចិត្តគាត់ធ្ងន់មែនតើអាហ្នឹងគឺថា patient he is a very patient person គាត់យើងចង់បានអីឬមួយយើងចង់ស្អីអត់មានតណ្ហតាមចិត្តយើងទេគាត់នឹងនិយាយជាមួយយើងហើយគាត់នឹងស្ដាប់យើងហើយដល់ពេលគាត់យល់ថាយើងមានហេតុផលល្អ if you're able to talk to your boss and your boss able to listen to you and understand your view, your point, and he's being patient with you. គាត់យកពេលវេលា4-10នាទី20នាទីឬមួយ1ម៉ោងអីដើម្បីឲ្យយើងនិយាយដោះស្រាយឬមួយយើងនិយាយដូចថា proposal របស់យើង idea របស់យើងនេះមានចិត្តធ្ងន់ patient boss ឬមួយ patient wife អូខេ patient wife ហ្នឹងគឺថាប្រពន្ធយើងនេះមានចិត្តធ្ងន់មែនតើអត់ខឹងឆេវឆាវលើប្តីទេឬមួយយើងចង់ថា oh he is a very patient husband ឬមួយ he ថាលក្ខណៈគឺថាវិជ្ជមានល្អលក្ខណៈដែលថា personality របស់យើងមានចរិតអាកប្បកិរិយាមក very loving អូខេមានក្តីស្រឡាញ់ loving ហ្នឹងគឺថាមានក្តីស្រឡាញ់អូខេ gentle មានន័យថាថ្នមពាក្យសម្ដីឬមួយអាកប្បកិរិយាយើងនេះថ្នមអត់មានកម្រិះកម្រុះទេឬមួយខាញហ្នឹងគឺថាចិត្តល្អអូខេមួយទៀត very understanding គឺថាយោគយល់គាត់មានភាពយល់ដូចថាយោគយល់យើងគាត់យល់ពេលយើងនិយាយជាមួយគាត់យល់មែនតើ he is a very understanding type of person អានឹងយល់បងប្អូន understanding ហើយពាក្យទី5គឺថា patient ហ្នឹងគឺថាចិត្តធ្ងន់គាត់អត់មានថាខឹងលឿនអីទេ he is a very patient type of person so what type of person are you the type of person that is very loving ឥឡូវខ្ញុំសួរបងប្អូនតើបងប្អូនអាចសរសេរនៅ clear ខាងក្រោមនៅដាក់នៅក្នុង comment នឹងខ្ញុំសួរបងប្អូន are you a patient person ឬមួយ are you a loving person ឬមួយ are you a kind person ឬមួយ are you the type of person who can understand people are you very understanding ឬមួយ are you patient at all so ដាក់នៅក្នុង comment នៅខាងក្រោមឲ្យនាងខ្ញុំផងជួយចែករំលែកវីដេអូរបស់នាងខ្ញុំទៅដល់អ្នកផ្សេងៗទៀតដើម្បីគេរៀនភាសាអង់គ្លេសជាមួយនឹងនាងខ្ញុំទូចស៊ីណូនអរគុណច្រើនបងប្អូនជួបគ្នាលើកក្រោយទៀតបាយបាយ